សួស្តីអ្នកទាំងអស់គ្នាហើយស្វាគមន៍មកកាន់ CDT Podcast ឥឡូវនេះគឺយើងចូលមកកាន់អេពីសូតទី2របស់យើងហើយបន្តពីអេពីសូតទី1គឺយើងបានជជែកពិភាក្សាជុំវិញប្រធានបទច្រើនពាក់ព័ន្ធជាមួយនឹងចំណុចផលវិជ្ជមាននៃការប្រើប្រាស់ AI សម្រាប់អេពីសូតទី2នេះវិញគឺយើងពិភាក្សាស៊ីជម្រៅពាក់ព័ន្ធបន្ថែមទៅនឹងផ្អែកទៅលើផលអវិជ្ជមាននៃការប្រើប្រាស់ AI អញ្ចឹងយើងចូលមកកាន់កម្មវិធីបទរបស់យើងវិញយើងនៅតែជាមួយនឹងវាគ្មិនរបស់យើងទៅដែរទេបន្តពីអេពីសូតមុនអញ្ចឹងណាហ្នឹងហើយដូចជាយើងជជែកគ្នាដែរយើងបានរៀបរាប់ច្រើនតើតជាមួយនឹងផលវិជ្ជមានទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាការសិក្សាស្រាវជ្រាវហើយបូករួមជាមួយនឹងការប្រើប្រាស់វាសម្រាប់ផលល្អទៅកាន់សង្គមណាដូចជាយើងលើកការពីអេពីសូតមុនដូចជាខ្មែរប្រែជាដើមតែខ្ញុំសង្កេតឃើញថា AI ក៏វាមានឥទ្ធិពលមួយចំនួនផ្នែកអវិជ្ជមានដែរជាមកកាន់សង្គមជាទូទៅជាពិសេសគឺផ្អែកទៅលើរឿង content ជាដើមអញ្ចឹងណាដូចអ្នកខ្លះគេប្រើប្រាស់នៅក្នុងរូបភាពបែបបទផ្សេងៗគ្នាតើសុខឡាយមានអ្វីដែលអាចលើកឡើងជាឧទាហរណ៍ឬក៏មានកំណត់អីដែលពាក់ព័ន្ធជាមួយនឹងរឿងនេះដែរបាទខ្ញុំគិតថាវាជាប្រធានបទដែលល្អហើយខ្ញុំគិតថាវាមានសារៈប្រយោជន៍ទៅដល់ទស្សនិកជនទាំងអស់គ្នាអញ្ចឹងដើម្បីផ្សារភ្ជាប់ជាមួយនឹងការឆ្លើយសំណួរនេះខ្ញុំគិតថាផលវិជ្ជមានក៏មានច្រើនតែផលអវិជ្ជមានហ្នឹងក៏វាដើរទន្ទឹមជាមួយនឹងផលវិជ្ជមានអញ្ចឹងមុននឹងខ្ញុំផ្ដោតទៅលើផលអវិជ្ជមានហ្នឹងគឺខ្ញុំគិតថាភាគច្រើនដែលយើងគិតថា AI វាមានផលអវិជ្ជមានហ្នឹងគឺដោយសារការយល់ដឹងពីlimitation ហើយនឹងដូចជាបញ្ហាផ្សេងដែលគិតថា AI ហ្នឹងគឺអាចធ្វើការងារទាំងអស់ហើយអត់ដឹងថា AI ហ្នឹងគឺវាត្រូវការអីគេពីយើងអញ្ចឹងខ្ញុំអាចចាប់ផ្ដើមពីដំបូងឡើយអញ្ចឹងគឺទីមួយគឺយើងខ្វះការយល់ដឹងតាក់ទងជាមួយនឹងប្រភេទ AI ហ្នឹងថាធ្វើមិនដឹងថាវាជា AI អញ្ចឹងខ្ញុំអាចលើកឧទាហរណ៍ដូចជា content របស់ AI អញ្ចឹងខ្ញុំដោយសារជាមួយនឹង generative AI អញ្ចឹងគឺយើងអាចបង្កើតរូបភាពដែលវាស្តៀងឬក៏ស្ទើរតែ 100% ដូចមនុស្សអញ្ចឹងវាអាចបង្ហាញពីទិសដៅពីរគឺបង្ហាញថាការស្រាវជ្រាវ AI គឺវាដល់ចំណុចល្អដែលវាធ្វើឲ្យលទ្ធផលរបស់ AI ហ្នឹងគឺវាអាចស្ទើរតែដូចមនុស្សដែលធ្វើបន្លំមនុស្សបានហើយទិសដៅមួយទៀតគឺ AI ហ្នឹងគឺវាធ្វើឲ្យមនុស្សហ្នឹងអត់អាចបែងចែកមួយណាជារូបភាព AI និងជារូបភាពពិតคล้ายហ្នឹងហើយរូបភាពคล้ายហើយនឹងរូបភាពពិតអត់ដឹងថាមួយណាខ្ញុំគិតថានេះបើជា term ហ្នឹងគឺច្រើនពីមុនពេល AI គេហៅវាថា deepfake មែនទេតែសូឡៃអាច elaborate តិចបានទេ deepfake ហើយនឹង AI ហ្នឹងវាជារឿងដូចគ្នាឬក៏វាជា term ដែលគេនិយាយadopt ទេបាទ deepfake ហ្នឹងគឺសំដៅទៅលើការដែលយើងបង្កើត content ថ្មីដែលប្រើប្រាស់ AI ហើយវាមានលក្ខណៈស្តៀងទៅដូចមនុស្សយើងអញ្ចឹង deepfake ហ្នឹងវាអាចមានផលវិជ្ជមាននិងផលអវិជ្ជមានអញ្ចឹងផលវិជ្ជមានគឺយើងអាចប្រើប្រាស់deepfake ហ្នឹងដើម្បីជំនួសការងារមួយចំនួនឧទាហរណ៍ថាដោយសារខ្ញុំបានបញ្ជាក់ថាគឺ content គឺវាបង្កើតមកវាមានលក្ខណៈស្តៀងទៅនឹងមនុស្សមែនតើអញ្ចឹងគឺយើងមិនចាំបាច់ធ្វើការមនុស្សដើម្បីធ្វើការងារទាំងអស់ហ្នឹងទេបាទហ្នឹងបើយើងគិតទៅវាមានភាពងាយស្រួលលឿនជាងមុនប៉ុន្តែបើយើងនិយាយពីគុណវិបត្តិវិញគឺដោយសារវានៅតែតាក់ទងដោយសារយើងអត់អាចបែងចែកថាមួយណាជារូបពិតឬក៏រូប AI អញ្ចឹងគឺធ្វើឲ្យអ្នកបង្កើតមាតិកាហ្នឹងគឺគាត់ប្រើប្រាស់ក្នុងគោលបំណងដើម្បីមកបោកបញ្ឆោតយើង scam គឺគាត់យកទឹកចិត្តយើងដើម្បីបោកបញ្ឆោតលុយអញ្ចឹងដូចជាករណីថ្មីដូចជារូបភាព AI អញ្ចឹងគាត់បង្កើតមកថាម្នាក់ហ្នឹងគាត់ជួបរងគ្រោះបែបនេះហើយគាត់ផុសថា ABA របស់គាត់ចេះសុំផ្ញើលុយអញ្ចឹងដោយសារគុណភាពនៃ content ដែលបង្កើតដោយ AI ហ្នឹងវាច្បាស់ដូចមនុស្សពេកអញ្ចឹងធ្វើឲ្យយើងដែលអត់ដឹងថារូបហ្នឹងជា AI គឺយើងចាញ់បោកជាមួយនឹងជនទុច្ចរិតបែបហ្នឹងអញ្ចឹងវាគឺជាផលពិបាកដែលតាក់ទងជាមួយនឹង AI តែខ្ញុំជឿថាអញ្ចឹងដែរព្រោះខ្ញុំសង្កេតឃើញមាន content ច្រើនណាស់បើយើងតាមពិតបើយើងនិយាយថាលើ AI នៅក្នុងផលអវិជ្ជមានវាមិនមែនតែរឿង content ទេតែយើងលើកយក content នេះគឺដោយសារតែវាទូទៅហើយវាងាយស្រួលគេហៅផ្ដោត target ទៅលើអ្នកដែលគាត់អត់សូវមានគេហៅថាចំណេះដឹងគ្រប់គ្រាន់ពាក់ព័ន្ធជាមួយនឹង AI អញ្ចឹងណាជាពិសេសមហាជនគាត់ដែលគាត់នៅគេហៅនៅក្នុងវ័យដែលគាត់អត់សូវស្គាល់ពីបច្ចេកវិទ្យាជាដើមចឹងទៅអញ្ចឹងគាត់ឃើញរូបភាពអីគឺគាត់តែងតែថាអានឹងវាជាការពិតដែរមែនទេឃើញគេផុសស្វែងរកជំនួយដូចជាអូខេគ្រួសារគាត់ poverty ក្រីក្រឬក៏ like
គេហៅជាដាក់ link ជាមួយនឹង caption ដែលគួរឲ្យអាណិតអញ្ចឹងណាគេថាទាមទារក្តីអាណិតដើម្បីធ្វើការបទបញ្ឆោតជា scamming ដោយចង្រៃបានលើកឡើងហ្នឹងអាហ្នឹងគឺវាគ្រោះថ្នាក់ខ្លាំងមែនតើហើយអាហ្នឹងក៏ពិបាកបញ្ឈប់ដែរyeah so ខ្ញុំគិតថាមានកន្លែងហ្នឹងដែរបាទអបផ្សាយភ្ជាប់តែនឹងដែរជាមួយនឹង content ដោយសារយើងកំពុងនិយាយពី content ខ្ញុំអាចនិយាយទៀតអញ្ចឹងវាលើសពី entertainment គឺដូចជា content ឧទាហរណ៍ថាឥឡូវសំឡេងរបស់ Sophie ខ្ញុំអាចយកសំឡេង Sophie យកទៅclone ហើយយើងប្រើ AI ហើយខ្ញុំទៅបោកប្រាស់អ្នកផ្ទះខ្ញុំមានថាអូខេSophie កំពុងត្រូវការលុយអីបន្ទាន់អញ្ចឹងដោយសារគុណភាពនៃ AI ហ្នឹងវា advance ពេកអញ្ចឹងវាធ្វើឲ្យយើងអ្នកធម្មតាហ្នឹងអាចបែងចែកបានថាសំឡេងហ្នឹងពិតជា Sophie មែនឬក៏ប៉ុន្តែជាក់ស្ដែងខ្ញុំស្ដាប់ទៅគឺសំឡេង Sophie ថាអូត្រូវការលុយបន្ទាន់អញ្ចឹងអាហ្នឹងយើងឃើញក្នុងបរិបទផ្សេងទៀតហើយដោយសារផលអវិជ្ជមាននៃ generative AI លើសពី content ខ្ញុំធ្លាប់ឃើញ post ហ្នឹងចេញមកដែរឃើញគេថាអូមានអ្នកសុកមានលេខទូរស័ព្ទប្លែកតែសលេងកូនគាត់ប្តីគាត់ម្ដាយគាត់អីចឹងទៅហើយទៅថាអូគាត់កំពុងមានគ្រោះថ្នាក់ឬក៏គាត់កំពុងតែមានបញ្ហាអីមួយហើយគាត់ត្រូវការលុយភ្លាមអត់ឲ្យប្រាប់ទេថាមិនអាចឲ្យប្រាប់អ្នកណាទៀតបានទេព្រោះបើប្រាប់ទៅអាចនឹងមានការហាក់គ្រោះថ្នាក់កាន់តែខ្លាំងទៅលើកាន់ពួកគាត់ចឹងទៅស្រាប់អ្នកដែលអត់ដឹងភ័យខ្លាចសវេសវ៉ាយកទៅឲ្យអ្នក scam អីចឹងទៅ so I think វាជារឿងមួយដែលយើងគួរតែលើកឡើងយកមកនិយាយដែរបន្ថែមពីលើអីដែលនេះហ្នឹងហើយយ៉ាងតាក់ទងជាមួយនឹងចំណុចហ្នឹងដែរសៀវមានអីដែលចង់បន្ថែមមកនៃការគេហៅថាផលអវិជ្ជមាននៃការប្រើប្រាស់ AI ក្រៅពីលើ content ហ្នឹងណាអាចថា maybe ប្រហែលជាយើងសៀវអាចនិយាយពាក់ព័ន្ធជាមួយនឹងក្រមសីលធម៌នៃការយកវាមកនៅក្នុងការបរៀនឬក៏ក្នុងការរៀនសូត្រជាដើមមានឧទាហរណ៍អីអាចលើកឡើងមកនិយាយទេបាទអញ្ចឹងតាក់ទងជាមួយនឹង AI ដូចអត់ខុសពីបងសូឡាយបាន mention តាក់ទងជាមួយនឹងផលវិបាកឬក៏ផលអវិជ្ជមានដែលយើងអាចប្រើប្រាស់ AI ហ្នឹងខុសទៅតាមអ្វីដែលថាវាអាចនឹងប៉ះពាល់ទៅដល់ការរស់នៅនិងការប្រើប្រាស់របស់គាត់ជាប្រចាំថ្ងៃហ្នឹងអញ្ចឹងទន្ទឹមនឹងហ្នឹងខ្ញុំសូមបន្ថែមតាក់ទងជាមួយនឹងព័ត៌មានដែលជា deepfake ហ្នឹងអាចនឹងប៉ះពាល់ទៅដល់ទាំងគ្រួសារគាត់ទាំងអ្នកនៅជុំវិញខ្លួនគាត់ព្រមទាំងគាត់ផ្ទាល់ខ្លួនគាត់អាចនឹងប៉ះពាល់ដែរមានតែគាត់អាចនឹងខូចគេឈ្មោះឬអាចនឹងមានផលវិបាកជាអាចថាជាធំឬតូចអានោះសាច់លើទិន្នន័យដែលគាត់បានផ្ដល់ឲ្យដែរអញ្ចឹងខ្ញុំសូមបន្ថែមនោះមានន័យថាជាទូទៅនៅពេលដែលយើងមាន data មួយដែលវាអត់ដឹងថាពិតប្រាកដដែលគេអាចនឹងថា store ទុកបានត្រឹមត្រូវចាំមានន័យថាការប្រើប្រាស់ AI របស់គាត់ហ្នឹងគឺវាអាចនឹងមានការបែកធ្លាយទៅលើទិន្នន័យចាំមានន័យថាម៉េចដោយសារតែឥឡូវហ្នឹងបច្ចុប្បន្នការប្រើប្រាស់នៅ software ឬក៏ tool AI ហ្នឹងវាមានច្រើនមិនមែនមានតែ ChatGPT Gemini Copilot ទេអញ្ចឹងវាមានច្រើនដែលយើងអត់ដឹងថាវាមានប៉ុន្មានតែវាមានច្រើនពេកដល់តែយើងស្រាវជ្រាវសិក្សានិងធ្វើការតេស្តសាកល្បងតាក់ទងជាមួយនឹង software មួយហ្នឹងអញ្ចឹងអ្វីដែលខ្ញុំសង្កេតឃើញគឺពេលខ្លះបើសិនជាយើងប្រើប្រាស់នៅ software មួយចំនួនដែលវាមិនមែនជា software ដែលផ្លូវការឬក៏ software ដែលទទួលស្គាល់ពិតប្រាកដដូច ChatGPT ដូច Gemini ទិន្នន័យដែលគាត់បានបញ្ចូលថាបើសិនជាគាត់ជាគ្រូគាត់បញ្ចូលទិន្នន័យសិស្សដើម្បីតេស្តទៅមើលទិន្នន័យអីមួយចឹងទៅគាត់បញ្ចូលឲ្យវានឹងតាក់ទងជាមួយឈ្មោះ page អាយុឬក៏ថ្ងៃខែឆ្នាំកំណើតរបស់គាត់លេខទូរស័ព្ទជាដើមហ្នឹងអញ្ចឹងវានឹង store ទុកទៅក្នុង database ឬក៏ប្រភពទិន្នន័យរបស់ software មួយហ្នឹងអញ្ចឹងបើសិនជា software មួយហ្នឹងគាត់អាចចង់យកផលចំណេញគាត់នឹងយកអាហ្នឹងទៅប្រើប្រាស់នៅផ្នែក A ផ្សេងទៀតដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ឯកជនភាពរបស់បុគ្គលដែលគាត់បានបញ្ចូលឲ្យហ្នឹងហើយក៏វាអាចនឹងធ្វើឲ្យមានហានិភ័យទៅកាន់មុខដែរអញ្ចឹងអ្វីដែលខ្ញុំគិតនេះគឺមានន័យថាបើសិនជាអ្នកដែលប្រើប្រាស់ AI វាដល់ផលល្អរបស់យើងមកដល់យើងមែនប៉ុន្តែដូចបងបាន mention ហ្នឹងវាជាមុខពីរអញ្ចឹងក៏វាផ្ដល់នៅផលវិបាកដល់យើងបើសិនជាយើងប្រើប្រាស់វាក្នុងផ្លូវមួយដែលយើងអត់បានសង្កេតមើលអត់បានសិក្សាស្វែងយល់ពីបន្ថែមអញ្ចឹងទន្ទឹមនឹងហ្នឹងតាក់ទងជាមួយនឹងការងាររបស់គាត់គឺខ្ញុំគិតថាបើសិនជាអាចគាត់ត្រូវតែសិក្សាស្វែងយល់ពី software ដែលគាត់ប្រើប្រាស់នឹងសិនថា software មួយហ្នឹងគឺវាជា software មួយដែលយើងអាចទុកចិត្តបានអត់តែយកទៅប្រើប្រាស់នៅពេលក្រោយបានអត់ហើយទន្ទឹមនឹងហ្នឹងផងដែរតាក់ទងជាមួយនឹងគ្រូបង្រៀននិងសិស្សគាត់អាចនឹងប្រើប្រាស់វានៅក្នុងផ្លូវដែលខ្ញុំបានថាយើងបានចោតពិភាក្សាជាមួយគ្នាហ្នឹងអញ្ចឹងវាអាចនឹងផ្ដល់ផលគុណសម្បត្តិច្រើនតែគុណវិបត្តិហ្នឹងវាអាចមួយទៀតចំពោះគ្រូបើសិនជាគាត់ពឹងផ្អែកទៅលើអានឹងខ្លាំងពេកគាត់អាចនឹងផ្លិចនៅទៅលើការច្នៃប្រឌិតរបស់គាត់ឬក៏គំនិតនៃការបង្រៀនរបស់គាត់ហ្នឹងដោយខ្លួនឯងឬក៏គាត់នឹងផ្លិចអាចថាបាត់បង់ភាពជាអ្នកដឹកនាំឬក៏ភាពជាអ្នក
បង្រៀនតែលើសិស្សហ្នឹងគឺវាអត់សូវល្អប្រសើរទេចឹងអ្វីដែលគាត់គួរតែធ្វើហ្នឹងគឺសិក្សាស្វែងយល់ថ្លឹងថ្លែងបន្ថែមតាក់ទងជាមួយ AI ហ្នឹងកុំពឹងផ្អែកទៅលើវាខ្លាំងពេកព្រមទាំងអាចថាបើសិនជាពេលបង្កើតជាមេរៀនឬមេតិកាផ្សេងៗគឺត្រូវមានឯកសារយោងជាចាំបាច់ចឹងដោយសារតែជាទូទៅសិស្សអាចនឹងសួរថាអូខេមេរៀនហ្នឹងពឹងផ្អែកទៅលើឯកសារមួយណាតែបើយើងថា AI គឺវាខុសហើយយើងថាមាន source ត្រឹមត្រូវបាទយើងថាមាន resource ត្រឹមត្រូវយើងអាចពឹងផ្អែកទៅលើ IEEE ទៅលើ Cambridge ទៅលើ publisher ដែលគាត់បាន publish ទៅលើឯកសារមួយនឹងមេរៀនមួយនឹងបាទទន្ទឹមនឹងតាក់ទងជាមួយនឹងផ្នែកនឹងផងដែរចំពោះសិស្សផ្ទាល់យើងដឹងថា AI វាបង្កើនភាពច្នៃប្រឌិតតែសំណួរសួរថាតើសិស្សនឹងបង្កើតភាពច្នៃប្រឌិតរបស់ខ្លួនឯងអត់មានថាតើគាត់សម័យខ្លួនហ្នឹងគាត់មានភាពជាអ្នកថាមាន creativity ទៅលើការបង្កើតនៅគំនិតថ្មីៗនឹងអត់បើសិនជាគាត់ពឹងផ្អែកតែទៅលើ AI បង្កើតច្នៃប្រឌិតឲ្យគាត់នឹងអញ្ចឹងមានន័យថាបើសិនជាគាត់ប្រើប្រាស់ AI យ៉ាងហោចណាស់ក៏គាត់ត្រូវការថ្លឹងថ្លែងស្វែងយល់បន្ថែមថាតើនៅពេលដែលចេញជា result ដែលគាត់ដាក់ prompt ប៉ុណ្ណឹងហ្នឹងថាតើ result ហ្នឹងតើអាចទទួលយកបានអត់តើគាត់ត្រូវការបន្ថែមត្រូវការកែច្នៃដោះខាត់វាទៅឲ្យវាល្អប្រសើរបែបណាដើម្បីឲ្យគំនិតមួយហ្នឹងឬក៏ព័ត៌មានមួយហ្នឹងវាអាចនឹងជារបស់គាត់ថាឬក៏អាចថាជាប្រយោជន៍មួយសម្រាប់ព័ត៌មានការយកទៅប្រើប្រាស់នៅថ្ងៃខាងមុខទៀតបាទហើយគូផ្សំជាមួយនឹងរឿងនឹងផងដែរចំពោះសិស្សបើសិនជាគាត់ពឹងផ្អែកថាទៅលើ AI នឹងទាំងស្រុងដូចខ្ញុំនិយាយខាងដើមហ្នឹងគឺមានន័យថានៅពេលដែលគាត់ចូលដល់វគ្គដែលថាត្រូវការលេងត្រូវការ AI គាត់ថាភ័យប្រឡងចាស់ប្រឡងប្រកាសថាគ្រូមិនតែឲ្យថាយើង AI ទេមក generate ចេញជាចម្លើយប្រើប្រាស់ AI ទេអញ្ចឹងតែនៅពេលហ្នឹងគាត់អាចនឹងមានសមត្ថភាពក្នុងការដោះស្រាយលើបញ្ហាដែលគ្រូបានផ្ដល់ឲ្យហ្នឹងចា៎នឹងជាសំណួរមួយដែលយើងអាចនឹងពិចារណាផ្ទាល់ខ្លួនថាតើយើងអាចធ្វើបែបណាបើជារួមខ្ញុំគាត់ថាវាជាភាពដែលយើងគួរតែប្រុងប្រយ័ត្នតាក់ទងជាមួយការប្រើប្រាស់ AI វាមិនមែនជាផលវិបាកបើសិនជាយើងយល់ដឹងពី process ឬដំណើរការនៃ AI មួយហ្នឹងគឺវាអាចនឹងជួយសម្រួលទៅដល់ការងារយើងល្អប្រសើរជាងបាទប្រធានបទផលអវិជ្ជមាននៃការប្រើប្រាស់ AI ឬក៏ផលអវិជ្ជមាននៃ AI យើងគ្រាន់តែចង់គេថា bring awareness ទេវាគ្រាន់តែចង់ឲ្យអ្នកស្ដាប់ហ្នឹងគាត់ស្ដាប់ទៅគាត់ដឹងថាអូខេ tool ហ្នឹងវា powerful ហើយគាត់អាចប្រើប្រាស់វានៅក្នុងបែបបទបានច្រើនមិនថានៅក្នុងគេថាការងារមិនថានៅក្នុងការរស់នៅការរកស៊ីអីជាដើមគឺសិតតែជាលឿនបោះល្អដែលគាត់អាចទាញយកទៅប្រើហើយប៉ុន្តែទន្ទឹមនឹងហ្នឹងដែរយើងគ្រាន់តែចង់ថាជា awareness មួយគាត់ដឹងថាវាក៏វាមាននៅចំណុចអវិជ្ជមានមួយចំនួនដែលគាត់គួរតែប្រុងប្រយ័ត្នជាក់ស្ដែងបើយើងនិយាយទៅលើ generative AI ដែលកំពុងតែពេញនិយមឥឡូវនេះហ្នឹងគឺប្រកាសណាវា link directly ជាមួយនឹងក្រមសីលធម៌នៃការប្រើប្រាស់ត្រូវទេអញ្ចឹងបើពាក់ព័ន្ធជាមួយ data ឬក៏ព័ត៌មានទិន្នន័យផ្ទាល់ខ្លួន data privacy និងទិន្នន័យផ្ទាល់ខ្លួនអញ្ចឹងណាតែមួយទិន្នន័យផ្ទាល់ខ្លួនបើយើងនិយាយទៅលើឧទាហរណ៍ជាក់ស្ដែងហើយប្រហែលជាអ្នកស្ដាប់គាត់អាចគេហៅថា recognize ណាអាចថាស្គាល់គឺការដែលយើងប្រើប្រាស់នៅរូបភាពផ្ទាល់ខ្លួន upload ចូលទៅក្នុង system ហ្នឹងហើយដូចសៀវគាត់បានលើកឡើងអញ្ចឹងថានៅពេលដែលយើងរើសយកនៅការប្រើប្រាស់ platform អីមួយយើងត្រូវតែដឹងថាអូខេតើប្រើ platform ហ្នឹងមានcredit ប៉ុណ្ណាយើងអាចទុកចិត្ត platform ហ្នឹងនៅក្នុងកម្រិតណាតែគេបានទាញយកព័ត៌មានរបស់យើងយកទៅប្រើប្រាស់ក្នុងរូបភាពបែបម៉េចតើគេមាន state term and agreement term and agreement ហ្នឹងឲ្យយើងដឹងអត់ឧទាហរណ៍ប៉ុន្តែខ្ញុំគិតថាអូខេឥឡូវបើយើងនិយាយសួរយល់វិញឧទាហរណ៍ដូច chat GPT ជាដើមចុះជាពិសេសមួយរយៈមុនដែលគេកំពុងតែគេហៅថាពេញនិយមខ្លាំងមែនតើណាហ្នឹងឯងឥឡូវដូចរៀងសាបលាបតិចតែនៅតែដឹករូបមកដើម្បីឲ្យរូប AI ហ្នឹងបំលែងរូបគាត់ទៅជារូបតុក្កតាមួយដែលវាមើលទៅមានភាពរស់រវើកស្អាតបាអញ្ចឹងទៅប៉ុន្តែ at the same time គាត់ក៏អាចនឹងយើងគាត់តែចង់ bring awareness ថាគាត់ក៏បានផ្ដល់នៅរូបភាពរបស់គាត់ទៅក្នុង system ឬក៏ software ណាមួយដែល potentially វាអាចនឹងថ្ងៃណាមួយយើងអានេះយើងមិនថា AI គេហៅថា ChatGPT leak រូបគាត់អីទេយើងអត់បាន disclaim ទៅលើនឹងគាត់ថានៅពេលដែលយើងដាក់ទិន្នន័យរបស់យើងនៅលើ internet គឺយើងបាន leave digital footprint ទៅហើយមិនថាយើងបានតាក់ព័ន្ធជាមួយនឹងរឿងហ្នឹងក៏យើងគាត់ថាវាពាក់ព័ន្ធមួយអីដែលសម្ដែងបានលើកឡើងមកដែរតើតើដូចអានឹងវា really similar to deepfake in a different way អញ្ចឹងណាចេញពី creator educator researcher ឬក៏ creative people
ហើយខ្ញុំអ្វីដែលសង្កេតឃើញគឺខ្ញុំចង់ថាខ្ញុំបានឃើញគេហៅថាការ complain ណាការតវ៉ាជាពិសេសពីខាង creative តែម្ដង ពីការតវ៉ាដែលថាគាត់ថាចេះគាត់ធ្លាប់ឃើញរូបភាពដែលគាត់ធ្វើជាការងារការងារឈាមគាត់ផ្ទាល់ណាធ្វើអស់គេហៅថាមិនមែនថារាប់រយម៉ោងឲ្យចូលរាប់ពាន់ម៉ោងហងដើម្បីធ្វើការងារអស់នឹងឲ្យចេញមកមួយតែហើយដោយសារតែ with the AI influence រូបភាពឬក៏គេហៅថា concept ដែលគាត់មានហ្នឹងត្រូវបាន generate នៅក្នុងរយៈពេលត្រឹមតែ5នាទីឯងហើយគាត់មានអារម្មណ៍ថាវាអយុត្តិធម៌ណា unfair មែនតើសម្រាប់យល់ថាមិនដែរទៅនឹងបញ្ហាហ្នឹងអញ្ចឹងតកតងនឹងបញ្ហាហ្នឹងនៅតែខ្ញុំលើកឡើងដដែលអញ្ចឹងបើសិនជាយើងមានការយល់ដឹងពី limitation ហើយនឹងរបៀបក្នុងការប្រើប្រាស់ AI គឺយើងអាចទាញផលចំណេញពី AI ហ្នឹងវិញអញ្ចឹងវាសមស្របជាមួយនឹង AI ethics ដែលជាគោលការណ៍ដែលគាត់បានចែងមកថាតើយើងគួរប្រើ AI ក្នុងរូបភាពបែបណាអញ្ចឹងជាឧទាហរណ៍ដូចជាមានគោលការណ៍មួយក៏បែងចែកថា AI មិនគួរប្រើប្រាស់ដើម្បីមក replace មនុស្សទេអញ្ចឹងគឺ AI គួរតែប្រើប្រាស់ដើម្បីជាជំនួយដល់មនុស្សដែលវាតាក់ទងជាមួយនឹង artist អញ្ចឹងគឺបើសិនជាក្នុងករណីបែបហ្នឹងគឺអ្នកដែលគាត់ស្រាវជ្រាវឬក៏ជា researcher ផ្នែក AI ហ្នឹងគាត់គួរតែព្យាយាមកុំឲ្យរឿងបែបហ្នឹងកាត់ឡើងហើយវាសារភ្ជាប់ជាមួយនឹង data privacy ដូចគ្នាអញ្ចឹងបើសិនជាទិន្នន័យអញ្ចឹងគឺយើងច្បាស់ណាស់ដែលខ្ញុំបានលើកឡើងពី episode ទី1គឺដើម្បីបង្កើត AI បានគឺយើងត្រូវការទិន្នន័យដើម្បីបង្កើតជា AI model អញ្ចឹងបើសិនជាអត់មានទិន្នន័យគឺគ្មាន it's nothing ជាមួយនឹង AI អញ្ចឹងជាក់ស្ដែងគឺ AI គឺត្រូវការទិន្នន័យរបស់មនុស្សយើងអញ្ចឹងដោយសារផ្នែកវិស័យមួយចំនួនគឺវាពិតជា critical មែនអញ្ចឹងព័ត៌មានដូចជាវិស័យអប់រំអញ្ចឹងព័ត៌មានរបស់សិស្សអញ្ចឹងព័ត៌មានហ្នឹងក៏វាសំខាន់លើសពីហ្នឹងដូចជាផ្នែកសុខាភិបាលជាព័ត៌មានរបស់អ្នកជំងឺអាហ្នឹងវារត់តែសំខាន់ទៀតអញ្ចឹងបើយើងប្រើទិន្នន័យបែបហ្នឹងយើងនៅតែអាចប្រើប្រាស់ទិន្នន័យបែបហ្នឹងតែយើងត្រូវតែមានក្រមសីលធម៌ដូចជាយើងព្យាយាម anonymize មានថាបិទបាំងព័ត៌មានយើងគ្រាន់តែទុក feature ផ្សេងៗដែលមានសំខាន់សម្រាប់ model ដើម្បីឲ្យវារៀនតែព័ត៌មានដូចជា sensitive ដូចព័ត៌មានឈ្មោះភេទអាយុអីហ្នឹងគឺយើងគួរតែ remove វាចេញអញ្ចឹងអាហ្នឹងគ្រាន់តែជាឧទាហរណ៍អញ្ចឹងវាផ្សារភ្ជាប់ជាមួយនឹង AI ethics អញ្ចឹងអ្នកវាហើយក៏វាអាស្រ័យទៅលើការយល់ដឹងរបស់មនុស្សផ្សេងៗគ្នាដែរអញ្ចឹងតកតងនឹងផលអវិជ្ជមាននៃ AI ក៏ខ្ញុំអាចសូមលើកបន្ថែមទៀតតកតងជាមួយនឹងគម្លាតក្នុងការយល់ដឹងអញ្ចឹងខ្ញុំគិតថាភាគច្រើនគឺយើងស្គាល់ច្រើនហើយប៉ុន្តែបើយើងកលេចទៅវាមានគម្លាតអ្នកដែលនៅក្នុងស្រុកហើយនឹងគម្លាតតាមតំបន់ទៀតអញ្ចឹងបើយើងអាចនិយាយថាអ្នកដែលគាត់នៅតាមខេត្តឬក៏តាមជនបទដាច់ស្រយាលគឺគាត់អត់អ្នកខ្លះគាត់ពិតជាអត់ដឹងថាអ្វីទៅជា AI អញ្ចឹងគាត់ខ្លាចជាជនរងគ្រោះអ្នកដែលគាត់ដឹង AI ហ្នឹងដឹងពីផលវិបាក AI ហ្នឹងយកមក exploit មានថាគេងប្រវាញ់ទៅលើគាត់វិញអាហ្នឹងយើងឃើញគម្លាតអញ្ចឹងវាផ្សារភ្ជាប់ជាមួយនឹងផ្នែកអប់រំឬក៏ផ្នែកផ្សេងៗហ្នឹងគាត់គួរតែបញ្ជ្រាបដូចជាវេទិកានេះខ្ញុំគិតថាក៏វាល្អដែរឲ្យដឹងថាតើ AI វាមានកម្រិតបែបណាអ្វីជា AI គុណវិបត្តិ VA ហ្នឹងបាទចាសៀវមានអីដែលអាចបន្ថែមបាននេះបាទបងចឹងតាក់ទងជាមួយនឹង ethical នៃការប្រើប្រាស់នៅAI ចឹងបើខ្ញុំចង់បន្ថែមតាក់ទងជាមួយនឹងរឿងហ្នឹងគឺមានន័យថាវាអាចនឹងប៉ះពាល់ទៅដល់ non tech person មានថាអ្នកដែលគាត់មិនមែនខាងផ្នែក technology គាត់អាចនឹងមានចំណេះដឹងនៃការយល់ដឹងតាក់ទងជាមួយនឹង AI ហ្នឹងគឺនៅមានកម្រិតចឹងនៅពេលហ្នឹង data ដែលគាត់បានផ្ដល់ឲ្យដូចបងសូឡៃបាន mention ហ្នឹងមានតាក់ទង page តាក់ទងជាមួយអាយុថ្ងៃខែឆ្នាំកំណើតជាដើមហ្នឹងគឺវាអាចនឹង store ទុកនៅក្នុងទិន្នន័យរបស់ពួកគាត់ចឹងបើសិនជាគាត់ចេះលុបបំបាត់មានថាពេលមុនដាក់ចូលនៅក្នុង AI ហ្នឹងគាត់ចេះយកទិន្នន័យណាដែលវាសំខាន់កុំឲ្យដាក់ចូលបានមានថាគាត់ដកចេញហើយគាត់អាចបញ្ចូលទិន្នន័យដែលគាត់ចង់បានប្រើប្រាស់សម្រាប់ការសិក្សាស្វែងយល់ហ្នឹងគឺដូចជាអត់មានបញ្ហាសម្រាប់បញ្ហា data privacy ឬក៏ leaking យ៉ាងទេអញ្ចឹងមួយវិញទៀតខ្ញុំគិតថានៅពេលដែលមានជាលក្ខណៈក្រមសីលធម៌នៃការប្រើប្រាស់ data ហ្នឹងគឺច្បាស់ណាស់អ្នកដែលគាត់ជាអ្នកបង្កើតគាត់គួរណាស់មានការផ្សព្វផ្សាយបន្ថែមអញ្ចឹង as a educator ក៏យើងធ្វើការផ្សព្វផ្សាយស្វែងយល់ផ្សព្វផ្សាយបន្ថែមទៅកាន់សិស្សានុសិស្សទៅកាន់អ្នកដែលនៅជុំវិញខ្លួនឧទាហរណ៍បើសិស្សានុសិស្សយើងមានជាលក្ខណៈគោលមេរៀនមួយចឹងទៅដើម្បីនិយាយតាក់ទងជាមួយ ethics ទៅលើការប្រើប្រាស់ AI ព្រមទាំងជាសាធារណជនជាទូទៅយើងមានជាលក្ខណៈ workshop យើងមានជាលក្ខណៈ seminar យើងមានជាលក្ខណៈ event conference ជាដើមហ្នឹងដែល
អាចនឹងជួយបញ្ជ្រាបជាមួយនឹងក្រុមសិលធម៌មួយហ្នឹងដែលអ្នកដែលគាត់អត់ដែលប្រើប្រាស់ AI ពីមុនគាត់អាចនឹងយល់ដឹងបន្ថែមហើយនឹងប្រុងប្រយ័ត្នចាក់តងជាមួយការប្រើប្រាស់ data របស់គាត់ទន្ទឹមនឹងហ្នឹងវាអាចនឹងពាក្យចាស់គេថាពីមាត់មួយទៅមាត់មួយបើសិនជាគាត់មានបទពិសោធន៍គាត់មានចំណេះដឹងខាងផ្នែក AI នឹងបានស៊ីជម្រៅគួរណាស់គាត់អាចនឹងផ្សព្វផ្សាយចែករំលែកទៅកាន់អ្នកដែលគាត់ស្គាល់រឿងអ្នកមនុស្សជុំវិញខ្លួនហ្នឹងហើយយល់ដឹងចាក់តងជាមួយនឹង data privacy ផងដែរអញ្ចឹង direction ឬក៏ core concept គឺនៅតែចេញពីគាត់ដែលរាប់ណាគាត់ keep updating ខ្លួនឯងរហូតហើយគាត់គ្រាន់តែប្រើប្រាស់ AI ហ្នឹងជាជំនួយ tool មកកាន់គាត់ខ្ញុំគិតថា instead of feeling afraid ខ្ញុំគិតថាគាត់ could feeling more powerful with using AI អាហ្នឹងខ្ញុំវាគ្រាន់តែជា perspective មួយដែលខ្ញុំចង់ add on ទៅលើអ្វីដែលវាគ្មិនយើងបាន add on អញ្ចឹងណាបន្ថែមពីហ្នឹងក៏ខ្ញុំចង់បន្ថែមទៀតដែរអញ្ចឹងដូចជា Sophie បានលើកឡើងមិញថារូបភាពដែល AI សតហ្មងពេលខ្លះគឺយើងមើលទៅដឹងថា AI ប៉ុន្តែខ្ញុំទទួលស្គាល់រឿងហ្នឹងប៉ុន្តែខ្ញុំនៅតែបារម្ភនឹងជាពិសេសគឺគម្លាតតាក់ទងនឹងអាយុហើយនឹងការយល់ដឹងព្រោះអីហេតុអីដូចជាជាក់ស្ដែងដូចជាម៉ាក់ខ្ញុំផ្ទាល់អញ្ចឹងពេលខ្លះគាត់មើលរូបហ្នឹងគឺគាត់អត់ដឹងថាពិតជា AI តែដែលយើងដោយសារយើងជាអ្នកធ្វើផ្នែកហ្នឹងយើងមើលផ្នែកយើងបែងចែកដឹងថារូបពិតឬ AI ប៉ុន្តែបើសិនជាអ្នកដែលគាត់ពិតជាអត់មានបទពិសោធន៍ប្រើប្រាស់ជាមួយនឹង AI ហ្នឹងឬក៏ AI algorithm ដែលវាល្អ perfect ពេកអញ្ចឹងគឺធ្វើឲ្យអ្នកដែលគាត់មិនអាចបែងចែកហ្នឹងហើយនឹងគាត់អាចវិនិច្ឆ័យដោយប្រើប្រាស់ critical thinking ហ្នឹងគាត់ខ្លាចជាជនរងគ្រោះដែរអញ្ចឹងបើសិនជាsuggestion គឺយើងអាចមានជា label ដែលយើងទៅសេថារូបភាពនេះ creator មួយចំនួនគឺគាត់ព្យាយាមបង្ហាញថាហ្នឹងគឺរូប original របស់គាត់ខ្លួនឯងតែចាក់ស្ដែងដូចជាការពីមហឹកមុនដូចជារូបដែលគេសរសេរបង្កើតមកដូចជាខ្មែរធ្វើបានទាំងដែល content លើ Facebook ហ្នឹងគឺគេសរសេរថារូបភាពបង្កើតដោយ AI ប៉ុន្តែនៅតែមានអ្នក comment ថានៅតែអត់អាចបែងចែកបានខ្ញុំឃើញ content creator ខ្ញុំឃើញអ្នកបង្កើតវេទិកាខ្លះគាត់យករូបអស់ហ្នឹងប៉ុន្តែ generate ជា misleading contentទាំង on purpose ឬក៏ on purpose yes ហ្នឹងអាហ្នឹងកាន់តែ even more powerful ហើយអញ្ចឹងតើវានៅក្នុងកម្រិតណាអញ្ចឹងទៅតាំងពីពេលដែលយើងចាប់ផ្ដើម the emerge of like ប្រើប្រាស់ emoji អីជាដើមអញ្ចឹងកាលមុនយើងអត់មាន emoji អីហួរញ៉ាំអីអញ្ចឹងដូចនៅក្នុងអ្វីដែលយើងប្រើប្រាស់ហងៃឯកាលមុន emoji យើងត្រូវប្រើសញ្ញាឯត្រូវឯនឹងថ្ងៃចង់ដាក់ហួរញ៉ាំអីដល់ដាក់ចុចមួយហើយតមកមានសញ្ញាអីមួយចឹងដើម្បីបង្ហាញថាវាជា emoji ឥឡូវ emoji ត្រូវបាន transform បន្ទាប់ពីចេញពី emoji គេចាប់ផ្ដើម transform ដាក់ជារូបភាពមិនថារូប emoji មែនតែគេចាប់ដើម add ដៃអីadd ជើងដាក់រូបដៃរូបជើងមនុស្សអីចឹងទៅ just គេហៅ meme អីចឹងណា part of the meme culture កុំឲ្យគេថា podcast នេះស្ដាប់ហើយដូចរៀងserious ពេកហ្នឹងហើយ so add on to that with the help of AI even the entertainment industry ហ្នឹង have been like transform ចឹងទៅ so សម្បីតែ meme culture ហ្នឹងក៏វា transform តាមនឹងដូចគ្នា this is what I see ឯងព្រោះយើងប្រើពាក្យថា how it influence ខ្ញុំគាត់ថាយើងមិនអាចបំបត្តិនៅគេហៅថាផ្នែក entertainment ទេព្រោះវាជា part of like everyday life ដែរអញ្ចឹងយើងទៅណាក៏ឃើញទោះយើងមិនចង់ដឹងក៏យើងឃើញដែរ it's like recently they create a meme culture of like max like រួមបញ្ចូលគ្នារវាងរូបភាព object ហើយនឹងសត្វអីចឹងទៅដាក់ចូលគ្នា and then create a certain creature or like a certain character it's like I think if I mention some people might know and some people might not know it's like they call it like cappuccino it's like cappuccino ballerina yeah tung 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 sahur and I find it really interesting entertaining yeah អានេះដែលហេតុអីខ្ញុំលើកឡើងនេះខ្ញុំគាត់ចង់និយាយថាអានេះវាផ្ដល់ back ទៅកាន់ content creator វិញថងថាគាត់នៅតែអាចមានសិទ្ធិក្នុងការប្រើប្រាស់ AI ជាផ្នែកនៃការកម្សាន្ត in this really គេហៅគេ it's not inappropriate it's like in ភាសា Gen Z ហៅ unhinged it's a really unhinged way អញ្ចឹងថាវាមើលទៅវាអត់មិនដឹងថាជាស្អីប្រកាសមិនដឹងថាធុងសាហួរនឹងសត្វស្អីគឺយើងមិនដឹង like cappuccino ballerina នឹងជាស្អីក៏ប្រកាសក៏យើងមិនដឹងខាងក្បាលចេញដូច cappuccino ទៅអាខ្លួនហ្នឹងជាង ballerina អីចឹងទៅ it's really like weird នេះមើលទៅដូចចម្លែកប៉ុន្តែ it's entertaining ហើយវាអត់ harmful ទៅអ្នកណាទេបានថាជារូបភាព fictional for a reason វាជារូបភាពប្រឌិតមួយដែលអ្នកមើលគឺសិតតែមើលដឹងថាវាជារូបភាពប្រឌិតក្នុងផ្លូវកំសាន្តទេហើយមិនប៉ះពាល់ទៅកាន់អ្នកណាទេ
ដូចជាខ្ញុំគឺខ្ញុំ fan មិនដល់ថ្នាក់ឡើយខ្ញុំមើលជាសម្រាយរឿងទទួលស្គាល់ថាយើងដឹងថាវាមិនពិតប៉ុន្តែខ្ញុំនៅតែសរសើរថាព្រោះវាតាក់ទងជាមួយនឹង prompt ដែរដោយសារគ្រប់ plot ទាំងអស់គឺត្រូវមនុស្សមានច្នៃប្រឌិតថាអូខេយើងគួរតែឲ្យតួធុងសហួរដែលជាតបហ្នឹងគួរតែមានរបៀបម៉េចជាមួយនឹង Ballerina Capuchina មិនមែនសោះយើងដាក់ ChatGPT ឬក៏ VO3 ឲ្យចេញអញ្ចឹងអត់បានគឺគាត់ជាអ្នកមាន idea ថាអូខេគាត់ចង់បានប្លង់បែបណាប៉ុន្តែជាជាងដែរគាត់គូសរូបឬក៏បង្កើត animation គាត់ Lulu មានថាគឺវាជា imagination ដែលមិនអាចកាត់ឡើងបាន yes yeah you I find in concept interesting ព្រោះថងថាអាហ្នឹងខ្ញុំអាចនិយាយបានថា I'm not gonna say it's the best example but I feel like it's a យើងអាច ignore វាបានទេព្រោះ it's really part of the culture especially សម្រាប់អ្នកដែលប្រើប្រាស់ internet and then at compare ទៅរឿងហ្នឹងដែលយើងនិយាយមុននឹងពីដើមមកហ្នឹងសម្រាប់អ្នកដែលគាត់បង្កើត content បែប AI ដែរប៉ុន្តែគាត់មិនសម្រាប់ purely entertainment ទេតែគាត់ create ទៅជា misleading content អាហ្នឹងវាជា bad example ដែលគាត់អត់គួរ like យកមករៀបតែដូចយើងនិយាយរឿងអូខេ create រូបភាពហើយតាក់ទាញក្តីអាណិតឬក៏អីជាដើមចឹងទៅ and then រៀបដាក់រូបភាពមនុស្ស and then មានឆ្កែមានឆ្មាមានមាន់មានទាអញ្ចឹងទៅមើលទៅដូចរូបភាពនៅស្រុកស្រែមែនតើអីចឹងទៅអាហ្នឹងវាមិនមែនជារូបភាពដែលជា content មួយដែលយើង encourage ឲ្យចង់មានទេ I think it's powerful in that way ថងថាអូខេយើងអាចហើយបើដូចសុកឡៃនិយាយតាក់ទងជាមួយនឹង a world of like brand rot អានេះគេហៅ brand rot អាហ្នឹងក្នុងករណីថាបើទាំងអស់គ្នាស្ដាប់ហើយ interesting ចង់ដឹងថា culture នឹងរបៀបម៉េចមានតែ request ឲ្យសុំ episode ក្រោយទេបានយើងអាចនិយាយបាន but yeah is in term of like a brand rot meme ឬក៏ brand rot culture ហ្នឹងនៅក្នុងភាសា marketing ឥឡូវហ្នឹងគេប្រើពាក្យថា for the future of like the next content creator they more គេហៅចាវាមាន trend ដែរដូចមិនថាអ្នកអប់រំឬក៏អ្នកស្រាវជ្រាវមានសិទ្ធិតែមាន trend ក្នុងការស្រាវជ្រាវឬក៏មាន trend ក្នុងការបរៀនរៀនខ្លួនទៅអត់តែពេលខ្ញុំខាង marketing ខ្ញុំប្រកាសជាភាគច្រើនដឹងរឿងហ្នឹងច្រើនជាងហើយ so like they talk about like world building is about like យើង create បើភាសាterm នេះ is also a term it's lore ចឹងតែ is a lore ហ្នឹងមិនថាដូចសុកឡាយនិយាយថាធុងសហួរមាន cappuccino អីមាន character អញ្ចឹង it's like it's a movie it's a story but it's only existed in a solely for content so it's a world building ថាវាមាន connecting មាន story ហើយបើ add on ទៅនឹងហ្នឹងសូម្បីតែគេចិត្តយកវីដេអូឆ្កែឆ្មាយជ្រូកមាន់ទាអញ្ចឹងហ្នឹង create មានអីណាដូចរឿង drama ដូចយើងមើល drama I think it's a really like transition for the next content for like entertainment purpose ទេអញ្ចឹងបានបូកសរុបមកវិញគឺយើងនៅតែអាចមើលឃើញថាអូខេAI ហ្នឹងបើយើងនិយាយទៅគឺវាមានរឿងច្រើនណាស់ហើយខ្ញុំក៏ចង់ disclaimer ទៅកាន់អ្នកស្ដាប់ដែរថាយើងនឹងធ្វើការពិភាក្សាបន្តទៀតជាមួយនឹងវាគ្មិនផ្សេងគ្នានៅក្នុងប្រធានបទផ្សេងគ្នាជាពិសេសនៅក្នុងពេលដែលទាំងអស់គ្នាស្ដាប់ហើយមានចំណាប់អារម្មណ៍បន្ថែមថាមានជាការ request ចង់ដឹងបន្ថែមតាក់ទងជាមួយនឹង AI ការ privacy ក្នុងការប្រើប្រាស់ AI data privacy ethical នៅក្នុងការប្រើប្រាស់ AI ឬក៏ចាប់អារម្មណ៍ជាមួយនឹងគម្រោងផ្សេងឬក៏ AI for impact ដែលយើងនិយាយនឹងបូករួមជាមួយនឹងមិនថានៅក្នុងវិស័យផ្សេងគ្នាដូចជាវិស័យ marketing ជាដើមអាហ្នឹងគឺក៏អាចធ្វើការចាប់អារម្មណ៍ហើយយើងនឹងធ្វើការជជែកវិញ្ញាបន្ទាប់ដើម្បីយើងនឹងគៀក recap នៅក្នុង episode នេះដែរក៏ថាបូកចុះបញ្ចប់មកវិញដោយសារថ្មីហ្នឹងខ្ញុំដឹងថានៅ CDT ផ្ទាល់គឺយើងបានធ្វើគម្រោងច្រើនហើយក្នុងហ្នឹងក៏វាមាន workshop មានជាដើមចឹងទៅថ្មីហ្នឹងយើងមាន workshop ដូចជា AI for good ពាក់ព័ន្ធជាមួយនឹងប្រធានបទ AI for good AI for sustainability តើតើនឹងរឿងនឹងដែរតែសុខឡៃមានអីដែលចង់ share ទេអូខេតើតើជាមួយនឹង workshop ហ្នឹងគឺយើងបានផ្ដោតជាមួយនឹងការចែកម្លែកលើសមិទ្ធផលដែលយើងបានធ្វើហើយយើងជឿជាក់ថាវាបានជះឥទ្ធិពលទៅលើវិស័យនានាដូចជាវិស័យអប់រំវិស័យសុខាភិបាលអញ្ចឹងឧទាហរណ៍ដូចជាយើងមានការផ្សព្វផ្សាយតាក់ទងជាមួយនឹង AMO project អញ្ចឹងតាក់ទងជាមួយនឹងរឿងហ្នឹងយើងគ្រាន់តែ mention ទៅលើគេហៅថាការប្រើប្រាស់ AI មិនដើម្បីឲ្យវាមាននិរន្តរភាព ទៅមុខបានវែងយូរវែងអូខេ interesting ចុះ
I think ថ្មីហ្នឹងហ្មងគឺយើងទៅតែ CDT ទៅធ្វើការជាមួយនឹង UNESCO partner ជាមួយ UNESCO ក្នុងការ publish នៅ report មួយពាក់ព័ន្ធជាមួយនឹងគេហៅ AI readiness assessment អញ្ចឹងណាតើតើនៅរឿងហ្នឹងសៀមមានអីដែលអាចចែករំលែកបានទេបាទបងបាទអញ្ចឹងតាក់ទងជាមួយនឹងការ announce សភៅថ្មីថាបង្កើតនៅសភៅថ្មីសម្រាប់ប្រទេសកម្ពុជាយើងខ្ញុំក៏បានឃើញហើយក៏បានកំពុងតែអានប្រើដែរតាក់ទងជាមួយនឹងសភៅមួយហ្នឹងអញ្ចឹងខ្ញុំ suggest ថាបើសិនជាគ្នាចង់ដឹងបន្ថែមតាក់ទងជាមួយនឹង AI principle ទៅលើ economic educational sector ជាដើមហ្នឹងគឺគួរតែគាត់អាចនឹងសិក្សាស្វែងយល់បន្ថែមដូចជាគេមាន report ទាំង full report ទាំង full story ទាំង recap ទាំង summary អញ្ចឹងខ្ញុំគិតថាវាជាផ្នែកមួយដែលល្អសម្រាប់អ្នកដែលគាត់កំពុងតែសិក្សាស្វែងយល់តាក់ទងជាមួយ AI បន្ថែមចង់ដឹងថាតើខ្មែរយើងឡើងកំពុងដល់ណាហើយតាក់ទងជាមួយដំណើរការនៃ AI មួយហ្នឹងព្រមទាំងខ្ញុំក៏ suggest ថាបើសិនជាអាចក៏យើងមានជា recommend ដែលគាត់កំពុងតែ work ទៅលើការងារហ្នឹងឬក៏កំពុងតែបន្តការងារហ្នឹងគាត់អាចចែករំលែកបទពិសោធន៍បន្ថែមតាក់ទងជាមួយសភៅមួយហ្នឹងបាទយ៉ាអរគុណខ្ញុំគិតថាយើងអាចនឹង wrap up នៅក្នុង episode ទី2នេះហើយក៏អរគុណច្រើនទៅកាន់វាគ្មិនទាំងពីរដែរដែលចំណាយពេលមួយពួកយើងទាំងពីរ episode ខ្ញុំជឿថាអ្នកដែលគាត់ស្ដាប់គាត់នឹងអាចចាប់អារម្មណ៍យកនៅចំណុច key take away មួយចំនួនចេញពីក្នុង podcast ទាំងពីរ episode នេះហើយក៏អរគុណដល់សុកឡាយដែរដែលចូលរួមក៏ដូចជាអរគុណដល់សៀវដូចគ្នាសង្ឃឹមថាប្រហែលជាបើមានឱកាសយើងនឹងអាចនឹងមានអីដែល topic ដែលយើងអាច explore ទៅមុខទៀតព្រោះខ្ញុំជឿថាពាក់ព័ន្ធជាមួយនឹងប្រធានបទពាក់ព័ន្ធមួយ AI នេះគឺអត់ខ្វះនៅប្រធានបទដែលយើងលើកយកមកវិភាគជជែកភាសាទេប្រហែលជានៅក្នុង episode ក្រោយៗយើងនឹងព្យាយាមលើកយកនៅគេហៅថាdie deeper concept ចឹងណាថាអូខេបើសិនជាទាំងអស់គ្នាមានចំណាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងប្រធានបទណាជាក់លាក់អាចនឹងធ្វើការសំណូមពរបានប៉ុន្តែយើងនឹងធ្វើការចែករំលែកបន្តទៀតទៅជាមួយប្រធានបទនេះអាចថាយើងនឹងអាចនឹងមានជាប្រធានបទរៀង more focus ទៅលើដូចជា AI for education អញ្ចឹងណាព្រោះខ្ញុំគិតថាពី episode នេះយើងគ្រាន់តែជាការជជែកវែកញែកទូទៅទេក៏ដូចជា AI for research ជាដើមព្រោះខ្ញុំគិតថានេះមិនមែនជាជំហានចុងក្រោយទេវាគ្រាន់តែជាជំហានមួយទៀតនៅក្នុងជំហានទៅមុខទៀតរបស់ពួកយើងក្នុងការធ្វើការនៅក្នុងវិស័យនៅក្នុងបច្ចេកវិទ្យានេះអូខេអញ្ចឹងអរគុណទាំងអស់គ្នាសម្រាប់ការស្ដាប់CDT podcast របស់ពួកយើងហើយសង្ឃឹមថាទាំងអស់គ្នានឹងអាចចាប់បាននៅចំណុចដែលគួរចាប់អារម្មណ៍សម្រាប់យកទៅជាគំនិតពិចារណាហើយបើសិនជាទាំងអស់គ្នាមានជាចំណាប់អារម្មណ៍ឬក៏ key take away អីក៏អាចធ្វើការmention ឬក៏អាចធ្វើការ comment មកកាន់ពួកយើងហើយយើងនឹងធ្វើការយកនៅចំណាប់អារម្មណ៍ទាំងអស់គ្នាក៏ដូចជាមតិយោបល់ក្នុងការកែប្រែធ្វើម៉េចឲ្យគុណភាពនៃកម្មវិធីរបស់យើងកាន់តែមានភាពល្អប្រសើរជាងមុនអញ្ចឹងអរគុណទាំងអស់គ្នាហើយនឹងជួបគ្នានៅក្នុង podcast ក្រោយទៀតអរគុណ